ដូច្នេះខ្ញុំសូមអំពាវនាវសូមកុំជួលច្បល់ទៅដណ្ដើមទិញយកមកទុកក្នុងផ្ទះតាមរយៈការដាក់ធុងជ័រនេះពីព្រោះខ្លាចជាការចំណេញចូលដើមចង់ចំណេញតិចតួចប៉ុន្តែប្រយ័ត្នឆេះផ្ទះអស់ឆេះផ្ទះមួយនឹងបហន្តរាយជាងការដែលប្រេង1លីត្រឡើងខុសគ្នាប្រមាណ100រៀលប្រយ័ត្នមែនទែនសូមបងប្អូនប្រយ័ត្នចង់ចំណេញទៅជាបង្កមហន្តរាយឆេះផ្ទះអស់មួយខ្នងដែលមានតម្លៃប្រមាណជា$40,000ហើយម្ចាស់ផ្ទះគឺជាមន្ត្រីនគរបាលថែមទៀតផងទិញសាំងស្តុកទុកនៅពេលដែលសាំងកំពុងតែមានការឡើងថ្លៃចំនួន30កានណាបងប្អូនយោងទៅតាមប្រសាសន៍របស់អាយដាមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលលោកបានលើកឡើងហើយថាសូមកុំឲ្យបងប្អូនប្រជាពលរដ្ឋបាទទិញសាំងបាទដាក់កានយកទៅទុកបាទនៅតាមផ្ទះពីព្រោះវាបង្កជាគ្រោះមហន្តរាយឬក៏ហានិភ័យឆាបឆេះកើតមានឡើងឥឡូវនេះគឺកើតមានមែននៅឯខាងខេត្តបាត់ដំបងចូលរួមសោកស្ដាយជាមួយនឹងម្ចាស់ផ្ទះយ៉ាងខ្លាំងតែម្ដងប្រិយមិត្តលោកនាងកញ្ញាជាទីមេត្រីយើងនឹងទៅលំអិតនៅព័ត៌មាននេះទាំងអស់គ្នាដូចតទៅទំនងជាបារម្ភខ្លាចប្រេងសាំងឡើងថ្លៃខ្លាំងមន្ត្រីនគរបាលម្នាក់បានទិញប្រេងម៉ាស៊ូតចំនួន30កានយកទៅទុកនៅនឹងផ្ទះស្រាប់តែបង្កជាអគ្គិភ័យកើតឡើងឆេះផ្ទះដ៏ធំមួយខ្នងរួមជាមួយនឹងទ្រព្យសម្បត្តិផងអស់គ្មានសល់កាលពីវេលាម៉ោង4រសៀលថ្ងៃទី7ខែមិនិនានៅចំណុចភូមិអូកណ្ដោលឃុំសន្តិភាពស្រុកសំពើលូនដែលគិតជាទឹកប្រាក់ខាត់បង់អស់ប្រមាណជា160លានរៀលសេចក្តីរាយការណ៍បានដឹងថាលំនៅឋានដ៏ធំនោះដែលធ្វើអំពីថ្មនិងឈើប្រក់ស័ង្កសីមានទំហំ12គុណនឹង20ម៉ែត្ររបស់ម្ចាស់ឈ្មោះផុនស៊ីផូអាយុ32ឆ្នាំភេទប្រុសគឺជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសន្តិភាពគិតត្រឹមវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី8ខែមិនិនានេះសមត្ថកិច្ចរួមមានទាំងម្ចាស់ផ្ទះផងហាក់មិនទាន់រកឃើញមូលហេតុដែលនាំឲ្យមានអគ្គិភ័យកើតមានឡើងនោះឡើយប៉ុន្តែនៅក្នុងផ្ទះរបស់ជនរងគ្រោះមានប្រេងម៉ាស៊ូតប្រហែលជា30កានស្មើនឹង900លីត្រដែលម្ចាស់ផ្ទះទិញយកទៅទុកខណៈពេលដែលតម្លៃប្រេងកំពុងតែហក់ឡើងប៉ុន្មានថ្ងៃនេះទោះជាយ៉ាងណាក៏ដោយបើយើងទៅតាមលោកអធិការស្រុកសំពើលូនលោកទឹមវិឆ័យបានប្រាប់ថាម្ចាស់ផ្ទះគឺជាមន្ត្រីរដ្ឋបាលប៉ុស្តិ៍របស់លោកគាត់បានទិញប្រេងម៉ាស៊ូតចំនួន30កានយកទៅទុកនៅក្នុងផ្ទះនៅពេលមានអគ្គិភ័យកើតឡើងទើបឆេះអស់គ្មានសល់ដែលមិនអាចជួយសង្គ្រោះឬបាញ់ទឹកទប់ស្កាត់បាននោះទេមន្ត្រីជំនាញបានដឹងថាក្រៅពីលំនៅឋានដ៏ធំមួយខ្នងត្រូវព្រះអគ្គីលេបយកអស់ទាំងស្រុងទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះនោះក៏ត្រូវខ្លាចជាផេះផងដែរចុះមានទៅសល់អីទៀតបងប្អូនហើយម៉ាស៊ូត30កានស្មើនឹង900លីត្រទៅហើយហ្នឹងបើទៅពេលវាឆេះទៅហ្នឹងគឺថាឆេះងុំហើយឆេះខ្លាំងគឺថាมันអាចបលត់បានទេក្នុងបាទផ្ទះនោះមានសម្ភារៈមួយចំនួនបាទដូចជាក្រែបាទ5សាឡុងឈើបេង3ឈុតតុឈើប្រវែង4ម៉ែត្របាទចំនួន2ម៉ូតូធំមួយត្រៃមួយគ្រឿងបាទឈើគ្រឿងប្រវែង8ម៉ែត្រចំនួន30សន្លឹកសម្រាប់ផ្ទះបាយទាំងអស់នឹងទូទឹកកកមួយផងសម្លៀកបំពាក់និងប្រាក់ខ្មែរចំនួន50,000រៀលខ្សែកមាសមួយខ្សែទម្ងន់ 2G ខ្សែដៃផ្លាទីនមួយខ្សែទម្ងន់ 3G ប្រេងម៉ាស៊ូត30កានគ្រឿងបន្លាស់ម៉ាស៊ីនច្រូតមួយចំនួនធំនិងឯកសាររួមទាំងប្លង់ដីធ្លីផងដែលប៉ាន់ប្រមាណជាទឹកប្រាក់ខាត់បង់អស់ប្រហែលជា160លានរៀលហើយជាគាត់អ្នកច្រូតទៅមើលទៅមានម៉ាស៊ីនច្រូតអីហ្នឹងទៅខ្លាចប្រេងវាឡើងថ្លៃទៅអាចនឹងគាត់អត់បាទគេហៅថាទិញយកមកទុកឲ្យហើយទៅកុំឲ្យវាឡើងថ្លៃទៅវាយើងពិបាកណាបាទអ្នករស់ស៊ីអញ្ចឹងណាលោកទឹមវិឆ័យអធិការស្រុកសំពើលូនបាននាំកម្លាំងចុះទៅអន្តរាគមន៍ដល់ទីតាំងកើតហេតុបានប្រាប់ថាអគ្គិភ័យនេះបានឆាបឆេះបាទខ្លាំងរហូតមិនអាចបាទបាញ់ទឹកបាទគួបស្កាត់បាទទប់ស្កាត់ឬជួយសង្គ្រោះបានដោយសារនៅក្នុងផ្ទះរបស់ជនរងគ្រោះគឺមានប្រេងម៉ាស៊ូត30កានមានបាទផ្ទុះកំប៉ុងហ្គាសនិងសម្ភារៈផ្សេងទៀតជាច្រើនដែលងាយនឹងភ្លើងឆេះជាពិសេសប្រេងម៉ាស៊ូតតែម្ដងហើយពាក់ព័ន្ធទៅនឹងករណីអគ្គិភ័យនេះបាទតាមលោកទឹមវិឆ័យបានបំភ្លឺថាអគ្គិភ័យនេះទំនងផ្ដើមចេញពីកន្លែងរក្សាទុកប្រេងតែជនរងគ្រោះមិនបានដឹងពីដើមចោមទេស្រាប់តែនៅសុកក៏អគ្គិភ័យបានកើតមានឡើងតែម្ដងលោកអធិការបានបន្ថែមថា
เพลียมนุ่งมาจับแต่บานพยายามบันตะบนรถแต่เมียนประสิทธิภาพลอยให้เพื่อจะวิ่งเพลิงฉาบแชกันแต่ครั้งสมใบรถยนต์ผลรถตะกี้เพย์ระบบสมัติเกิดได้ปรังปลายบันผลรถก็มันอาจจะเพื่อเอาอติพลเพลิงนี่ทอมทอยบานผ่องได้ที่บำพดแต่งแต่งตรอบสมบัติเตรแปรกีปรังเล็บตรบะยกอ๋อตรำแต่มวยปอบปริพแนแต่ปนเนาะเนยจมพมุกจนรองครูกูเอารันทดเจียตี้บำพดบ่าสาวสบายมันแต่นะบางคนนะแบบแต่เชิญทมมวยขน้องให้นังสัมภาระจีจานสตะเกลือเชิญเบนเชิญไอ้บอกว่าได้สตะเจียสัมภาระมีน้ำลายว่าสันเจียแต่นั่งอดเมียนเปรยันเมียนมาสูดนั่นคือเวียมันแก้วดาแช่คลังเราหดเอาแต่ลานตักบันปลดมันบานเต้ก็วิอาจแช่ปันท้ายยังอาจจังทำบัสันจะลานตักแต่ตอนเปิลอาจบันปลดตบสกัดบานคลาจังนั้นนะบาตานี่บาบองปอนเกิดเมื่อได้30 ปีดงบาจังคือจราดมันเต้นให้ทัวเอาเพลิงนั่นคือคลั่งมันเต้นน้องปะนะจะรวมสอบสบายจมูกนั่งมาจับแต่พ่อไงคือสมองคนนั่งกรุบเรียบองปอนบริมาเติมแต่ปนนั้น